OK អ្នកទាំងអស់គ្នាឥឡូវចុចខាងឆ្វេងមកពណ៌ស sign up បំពេញលេខទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាមិនចាំបាច់បំពេញលេខ0ក្បាលទេអ្នកទាំងអស់គ្នាហើយចុច tick នៅខាងក្រោមលេខទូរស័ព្ទហ្នឹងដែលមានរង្វង់មូលពណ៌សហ្នឹងហើយអ្នកទាំងអស់គ្នាចុចបន្តទៅខាងមុខមកដល់ត្រង់ចំណុចនេះគឺគេសួរបញ្ជាក់យើងឯអ្នកទាំងអស់គ្នាយើងត្រូវឆ្លើយឲ្យត្រឹមត្រូវអញ្ចឹងណាហើយបើសិនបើអ្នកទាំងអស់គ្នាអត់ចេះទេអ្នកទាំងអស់គ្នាអាចថត skin ដើម្បីយកទៅ Google Translate បានអញ្ចឹងត្រង់ចំណុចនេះគឺយើងជ្រើសរើសយកពណ៌ស្វាយគឺពេញពណ៌ស្វាយហ្នឹងអញ្ចឹងនេះខ្ញុំជ្រើសរើសហើយចុចបន្តទៅខាងមុខទៀតចាំមកដល់ត្រង់ចំណុចនេះគឺគេឲ្យយើងរងចាំលេខកូដ6ខ្ទង់ដែលគេនឹងផ្ញើទៅលេខដៃទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាតែម្ដងអញ្ចឹងនាងខ្ញុំនឹងរងចាំលេខកូដហ្នឹងដើម្បីយកមកបំពេញនៅក្នុងប្រអប់ទាំង6ខ្ទង់ហ្នឹងអូខេឥឡូវលេខកូដបានផ្ញើមកដល់ហើយអ្នកទាំងអស់គ្នាអញ្ចឹងនាងខ្ញុំសូមធ្វើការបំពេញលេខកូដ6ខ្ទង់ហ្នឹងហើយនឹងបន្តទៅខាងមុខត្រង់ចំណុចនេះគឺអ្នកទាំងអស់គ្នាបំពេញឈ្មោះនិង password ខាងលើបំពេញឈ្មោះអ្នកទាំងអស់គ្នាខាងក្រោមលេខកូដសម្ងាត់ដែលអ្នកទាំងអស់គ្នាធ្វើការ login ចូលក្នុង account QQ អញ្ចឹងនាងខ្ញុំសូមបំពេញជាមួយនឹងឈ្មោះនេះតែម្ដងទៅឧទាហរណ៍ហើយនឹង password អ្នកទាំងអស់គ្នាគឺមានលេខមានអក្សរធំមានអក្សរតូចដើម្បីងាយស្រួលអ្នកទាំងអស់គ្នាដើម្បីឲ្យចេញពណ៌បៃតងចាហើយបន្តទៅមុខយើងដាក់ go ទៅអូខេ continue ប៉ុណ្ណឹង account QQ របស់អ្នកទាំងអស់គ្នាបានបង្កើតដោយជោគជ័យបានសម្រេចតែម្ដងអ្នកទាំងអស់គ្នានេះគឺជាវិធីងាយៗក្នុងការបង្កើត account QQ ស្រួលៗទេអ្នកទាំងអស់គ្នាអត់ពិបាកទេឥឡូវខ្ញុំបាន account QQ មួយទៀតហើយអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណច្រើនជម្រាបលាសង្ឃឹមថាអ្នកទាំងអស់គ្នាបង្កើតបាន account QQ ទាំងអស់គ្នាអរគុណច្រើន